25នាទី40វិនាទីចាស្មើជាមួយនឹងប្រមាណវិនាទីចាអញ្ចឹងគេឲ្យយើងបដូរឲ្យទៅជាវិនាទីចាអញ្ចឹងຂະຫນាតណាដែលខុសពីវិនាទីចាកូនត្រូវបដូរវាឲ្យទៅជាវិនាទីចាអញ្ចឹងកូនត្រូវបដូរនាទីនេះឲ្យទៅជាវិនាទីចាដោយដែលកូនបានដឹងហើយថា1នាទីចាគឺស្មើជាមួយនឹង60វិនាទីចឹងអ្នកគ្រូសរសេរបានចាយក25ចាទៅគុណជាមួយនឹង60វិនាទីចាហើយធ្វើការបូកជាមួយនឹង40វិនាទីចា40វិនាទីទុកដដែលដោយសារតែគេឲ្យយើងបដូរទៅវិនាទីហើយຂະຫນាតវាគឺវិនាទីស្រាប់ចាអញ្ចឹងក៏បាន25គុណជាមួយនឹង60ចា25គុណជាមួយនឹង60ចាលេខ0កូនបាច់គុណទេចាំធ្វើការខានខាងផលគុណតែម្ដង6 5ដង30សរសេរលេខ0ត្រាទុក3 6 2ដង12 12បូក3 15ចាអញ្ចឹង01គឺកូនថែមផ្លាយផលគុណចាគឺបាន1500វិនាទីបូកជាមួយនឹង40វិនាទីចាបន្តមកទៀតគុណយក1500នេះចា1500បូកជាមួយនឹង40ចាសូមមក0 0សូមមក4 4 5ដែលបូកទម្លាក់1ដែលបូកទម្លាក់ចាអញ្ចឹងចម្លើយគឺស្មើ1540វិនាទីចានេះជាចម្លើយ1540